ជំរាបសួរដល់បងប្អូនយើងទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយ Bentley Cooking នៅក្នុងវីដេអូនេះដែរក៏ឆ្លើយតបទៅខមមិនបងប្អូនយើងទាំងអស់គ្នាក៏សូមឲ្យខ្ញុំបាទធ្វើនៅបាទស្លោម្ជូរក្រាក់បាទពុះគោបងប្អូនយើងទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាបងប្អូនយើងទាំងអស់គ្នាយូរទៅទស្សនាបាទរបៀបបាទធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាហើយបងប្អូនយើងទាំងអស់គ្នាគ្រាន់តែមើលវីដេអូនេះហើយក៏អាចបាទសាកធ្វើនៅបាទស្លោមួយមុខនេះបាទហូបជាមួយនឹងគ្រួសារបានដែរកុំឲ្យខាតពេលវេលាបងប្អូនយើងទាំងអស់គ្នាយូរតោះទៅទស្សនាបាទរបៀបបាទធ្វើនៅស្លោម្ជូរក្រាក់ពុះគោជាមួយនឹងខ្ញុំទាំងអស់គ្នាថាមានគ្រឿងអីគេខ្លះនៅមុខម្ហូបមួយហ្នឹងឥឡូវនេះដែរបាទខ្ញុំចាប់ផ្ដើមបាទរំលឹងបាទជាមួយនឹងគ្រឿងយើងបងប្អូនយើងទាំងអស់គ្នាបាទខ្ញុំមានជាមួយនឹងបាទខ្ទឹមសខ្ទឹមក្រហមបាទដេងកុលក្រៃលក្រូចក៏ដូចជាបាទល្មៀតបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយយើងចាប់ផ្ដើមបាទរំលឹងវាឲ្យឡើងបាទក្លិនឈ្ងុយបន្តិចសិនចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតតពីខ្ញុំបាទរំលឹងគ្រឿងយើងបាទឡើងក្លិនឈ្ងុយល្អហើយខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងប្រហុកសម្រាប់ប្រហុកដែរបងប្អូនយើងទាំងអស់គ្នាអាចលេខលោកដាក់ទៅតាមចំណង់ចំណូលចិត្តខ្លួនឯងបានហ្នឹងហើយយើងចង់បានប្រហុករាងដិតឬមួយបាទរាងស្រាលអីហ្នឹងបងប្អូនយើងទាំងអស់គ្នាបាទលេខលោកដាក់តាមហ្នឹងទៅអត់អីទេឥឡូវនេះដែរបាទយើងចាប់ផ្ដើមបាទឆាប្រហុកក៏ដូចជាបាទគ្រឿងយើងបាទជាមួយគ្នាឲ្យឡើងបាទក្លិនឈ្ងុយបន្តិចសិនចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតតពីគ្រឿងយើងបាទឡើងក្លិនឈ្ងុយល្អហើយខ្ញុំចាប់ផ្ដើមបាទចាក់ជាមួយនឹងបាទម្ទេសឆ្អើរណាបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយតពីយើងបាទចាក់ម្ទេសឆ្អើរចូលហើយបាទយើងចាប់ផ្ដើមបាទឆាវាឲ្យឡើងបាទក្លិនឈ្ងុយបន្តិចសិននៅបន្តិចទៀតនេះដែរយើងនឹងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតឥឡូវនេះដែរបាទខ្ញុំចាប់ផ្ដើមបាទដាក់គ្រឿងចូលខ្ញុំដាក់ជាមួយនឹងទឹកត្រីតពីខ្ញុំបាទដាក់ទឹកត្រីយើងហើយបាទយើងចាប់ផ្ដើមបាទឆាវាឲ្យឡើងបាទក្លិនឈ្ងុយបន្តិចសិនហើយនៅបន្តិចទៀតនេះដែរខ្ញុំនឹងចាប់ផ្ដើមបាទចាក់ជាមួយនឹងបាទពោះគោរបស់យើងចូលសម្រាប់បាទពោះគោនេះដែរបាទខ្ញុំប្រើចំនួន2គីឡូបងប្អូនយើងទាំងអស់គ្នាហើយសម្រាប់ពោះគោនេះដែរបងប្អូនយើងទាំងអស់គ្នាបាទមុននឹងយកមកស្លបងប្អូនយើងទាំងអស់គ្នាបាទគួរតែស្ងោរវាឲ្យឆ្អិនបន្តិចសិនចាំយើងបាទចាប់ផ្ដើមបាទយកវាយកមកស្ងោរហ្នឹងហើយអញ្ចឹងសម្រាប់ពោះគោដែលយើងបាទយកទៅស្ងោរហើយម្ដងហើយពេលដែលយើងយកមកស្ងោរវាធ្វើឲ្យស្លយើងហ្នឹងបាទវាឆាប់ឆ្អិនអញ្ចឹងណាពោះគោយើងវាឆាប់ផុយល្អហ្នឹងហើយបងប្អូនយើងទាំងអស់គ្នាហ្នឹងបន្ទាប់ពីខ្ញុំបាទឆាវាបាទរៀងសព្វគ្នាបន្តិចហើយនៅបន្តិចទៀតនេះដែរខ្ញុំនឹងចាប់ផ្ដើមបាទចាក់ទឹកបាទដើម្បីរងាស់សម្រាប់ទឹកដែរបងប្អូនយើងទាំងអស់គ្នាបាទអាចលេខលោកដាក់ទៅតាមចំណង់ចំណូលចិត្តខ្លួនឯងបានហ្នឹងហើយសម្រាប់បាទស្លម្ជូរក្រាក់បងប្អូនយើងទាំងអស់គ្នាបាទចង់ប្រើទឹកឲ្យរៀងច្រើនក៏បានឬមួយបងប្អូនយើងទាំងអស់គ្នាបាទចង់ស្លលក្ខណៈថាទឹករឿងប៉ែកៗអាហ្នឹងក៏បានដែរតែសម្រាប់ខ្ញុំបាទខ្ញុំស្លបាទស្លម្ជូរក្រាក់ពុះគោនេះបាទខ្ញុំប្រើទឹករៀងប៉ែកៗទេពុកម៉ែបងប្អូនយើងទាំងអស់គ្នាបន្ទាប់ពីបងប្អូនយើងទាំងអស់គ្នាបាទចាក់ទឹកចូលបាទរងាស់ហើយបាទហើយឥឡូវនេះដែរបាទយើងចាប់ផ្ដើមបាទគ្របគ្របបាទដើម្បីរងាស់វាចោលបន្តិចសិនបន្ទាប់ពីខ្ញុំបាទរងាស់វារៀងយូរដែរហើយឃើញថាបាទទឹកសម្លយើងក៏បានពុះដែរហើយនៅបន្តិចទៀតនេះដែរយើងនឹងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតឥឡូវនេះដែរខ្ញុំចាប់ផ្ដើមបាទដាក់គ្រឿងចូលខ្ញុំដាក់ជាមួយនឹងអំបិលបន្ទាប់មកបាទខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងស្ករសបន្ទាប់មកបាទខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងប៊ីចេងចុងក្រោយនេះដែរបាទខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងបាទម្សៅស៊ុបបន្តិចទៅបងប្អូនយើងទាំងគ្នាហ្នឹងហើយយើងបាទរងាស់វាចោលបន្តិចសិនចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតបន្ទាប់ពីខ្ញុំបាទរងាស់វារៀងយូរដែរបាទខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងបាទម្ជូរអំពិលយើងចូលហើយម្ជូរអំពិលនេះដែរបាទខ្ញុំប្រើបាទម្ជូរអំពិលបាទអ៊ីសានផាស៊ុបណាបងប្អូនយើងទាំងអស់គ្នាបាទយើងចាប់ផ្ដើមបាទដាក់ម្ជូរអំពិលយើងចូលមកសម្រាប់បងប្អូនយើងទាំងអស់គ្នាបាទខ្ជិលជ្រុំអំពិលអីបងប្អូនយើងទាំងអស់គ្នាបាទប្រើបាទម្ជូរអំពិលដូចខ្ញុំចឹងទៅក៏វាស្រួលមួយយ៉ាងដែរហ្នឹងហើយសម្រាប់ម្ជូរដែរបងប្អូនយើងទាំងអស់គ្នាបាទអាចលេខលោកដាក់ទៅតាមចំណង់ចំណូលចិត្តខ្លួនឯងបានហ្នឹងហើយយើងចង់បាទដាក់រៀងជូរខ្លាំងជូរតិចអាហ្នឹងបងប្អូនយើងទាំងអស់គ្នាបាទលេខលោកដាក់តាមហ្នឹងទៅបន្ទាប់ពីយើងបាទដាក់ម្ជូរអំពិលយើងហើយបាទខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងបាទទឹកដោះគោឆៅបាទម៉ាកំប៉ុងណាបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយដើម្បីឲ្យស្លយើងហ្នឹងបាទវាកាន់តែមានជាតិហ្នឹងហើយសម្រាប់ដោះគោឆៅនេះដែរបងប្អូនយើងទាំងអស់គ្នាបាទចង់ដាក់ក៏បានមិនចង់ដាក់ក៏បានដែរអាហ្នឹងស៊ីសងទៅលើបងប្អូនយើងទាំងអស់គ្នាទេតែសម្រាប់ខ្ញុំបាទខ្ញុំស្លម្ជូរក្រាក់បាទពុះគោខ្ញុំតែងតែប្រើបាទជាមួយនឹងទឹកដោះគោឆៅអញ្ចឹងសម្រាប់ទឹកដោះគោឆៅនេះដែរដូចខ្ញុំនិយាយអញ្ចឹងបងប្អូនយើងទាំងអស់គ្នាបាទចង់ដាក់ក៏បានមិនដាក់ក៏បានដែរហ្នឹងហើយបន្ទាប់ពីបាទសម្លយើងបាទពុះម្ដងទៀតហើយបាទខ្ញុំចាប់ផ្ដើមបាទជាមួយបាទបន្លែយើងចូលមកបងប្អូនយើងទាំងអស់គ្នាហើយសម្រាប់បន្លែនេះដែរបាទខ្ញុំប្រើបាទត្រប់ក៏ដូចជាបាទម្ទេសទេបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយយើងចាប់ផ្ដើមបាទរងាស់វាចោលបន្តិចសិនហើយនៅបន្តិចទៀតនេះដែរយើងនឹងចាប់ផ្ដើមបាទដាក់ជាមួយនឹងបាទម្រះព្រៅរបស់យើងចូលបន្ទាប់ពីយើងបាទរងាស់វាចោលរៀងយូរដែរឃើញថាសម្លយើងពុះហើយបាទយើងចាប់ផ្ដើមបាទចាក់ជាមួយនឹងបាទម្រះព្រៅយើងចូលមកឃើញថាបាទរបៀបបាទធ្វើនៅបាទស្លម្ជូរក្រាក់បាទពុះគោខ្ញុំក៏ចិត្តឆ្អិនហើយ 100% ដែរហើយបងប្អូនយើងទាំងអស់គ្នាក៏អាចបាទសាកធ្វើនៅបាទមុខម្ហូបបាទមួយមុខនេះហ
ហូបជាមួយនឹងគ្រួសារខ្លួនឯងបានដែរហ្នឹងហើយបើសិនជាមានបាទរសជាតិមិនបងប្អូនយើងទាំងអស់គ្នាបាទកុំភ្លេចបាទជួយ comment នៅក្រោមវីដេអូនេះម្នាក់មួយផងហើយបើសិនជាបាទរបៀបបាទធ្វើនៅបាទសាឡម្ជូរក្រាក់ពូកោខ្ញុំបាទមានអីខុសឆ្គងពីបងប្អូនយើងទាំងអស់គ្នាបាទធ្វើត្រង់ណាដែលមិនសមរម្យសូមបងប្អូនយើងទាំងអស់គ្នាបាទជួយខន្តីអភ័យទោសឲ្យខ្ញុំផងក៏អរគុណច្រើនដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាស្រាប់ការចូលមកទស្សនានៅវីដេអូមួយនេះបើសិនជាការនិយាយស្ដីក៏ដូចជាបាទរបៀបបាទស្លម្ជូរក្រាក់ខ្ញុំបាទមានអីខុសឆ្គងត្រង់ណាដែលបងប្អូនយើងទាំងអស់គ្នាមើលទៅមិនសមរម្យក៏ដូចជាបាទការនិយាយស្ដីខ្ញុំបាទមានពាក្យពេចន៍ត្រង់ណាដែលវាមិនសមរម្យខ្ញុំសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នាបាទជួយខន្តីអភ័យទោសឲ្យខ្ញុំផងហើយសម្រាប់វីដេអូនេះដែរខ្ញុំក៏សូមពឹងឲ្យបងប្អូនយើងទាំងអស់គ្នាបាទកុំភ្លេចបាទជួយ follow page ក៏ដូចជាជួយ share វីដេអូនេះម្នាក់មួយផងឥឡូវនេះដែរឃើញថាបាទស្លម្ជូរក្រាក់យើងក៏បានឆ្អិនហើយ 100% ដែរពុកម៉ែបងប្អូនយើងទាំងអស់គ្នាហើយបងប្អូនយើងទាំងអស់គ្នាអាចមើលបានថាបាទពុះគោយើងវាក៏មិនតាន់នឹងផុយខ្លាំងប្រហែលដែរតែសម្រាប់ខ្ញុំក៏ខ្ញុំអត់សូវចូលចិត្តបាទហូបពុះគោរៀងផុយខ្លាំងអញ្ចឹងណាអញ្ចឹងប្រព័ន្ធហ្នឹងខ្ញុំគិតថាវាមកល្មមហ្នឹងហើយបន្ទាប់ពីបាទសម្លយើងឆ្អិនហើយបាទយើងចាប់ផ្ដើមបាទលៃលោកបាទដួសដាក់ចានមកហើយសម្រាប់បាទស្លមួយមុខនេះបងប្អូនយើងទាំងអស់គ្នាបាទបានទស្សនាវីដេអូនេះហើយបាទកុំភ្លេចបាទសាកធ្វើហូបខ្លួនឯងហ្នឹងហើយបើសិនជាមានបាទរសជាតិបែបណាបងប្អូនយើងទាំងអស់គ្នាបាទជួយបាទផ្ដល់ជាមតិក៏ដូចជាបាទយោបល់នៅក្នុងវីដេអូនេះម្នាក់មួយផងជាចុងក្រោយនេះដែរខ្ញុំបាទ Benly គោរពជម្រាបលាជួបគ្នានៅវីដេអូថ្មីទៀតជម្រាបសួរដល់បងប្អូនយើងទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយ Benly Cooking នៅក្នុងវីដេអូនេះដែរក៏ឆ្លើយតបទៅ comment បងប្អូនយើងទាំងអស់គ្នាក៏សុំឲ្យខ្ញុំបាទធ្វើនៅបាទសាឡម្ជូរក្រាក់បាទពុះគោបងប្អូនយើងទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាបងប្អូនយើងទាំងអស់គ្នាយូរទៅទស្សនាបាទរបៀបបាទធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាហើយបងប្អូនយើងទាំងអស់គ្នាគ្រាន់តែមើលវីដេអូនេះហើយក៏អាចបាទសាកធ្វើនៅបាទសាឡមួយមុខនេះបាទហូបជាមួយនឹងគ្រួសារបានដែរកុំឲ្យខាតពេលវេលាបងប្អូនយើងទាំងអស់គ្នាយូរតោះទៅទស្សនាបាទរបៀបបាទធ្វើនៅសាឡម្ជូរក្រាក់ពុះគោជាមួយនឹងខ្ញុំទាំងអស់គ្នាថាមានគ្រឿងអីគេខ្លះនៅមុខម្ហូបមួយហ្នឹងឥឡូវនេះដែរបាទខ្ញុំចាប់ផ្ដើមបាទរំលឹងបាទជាមួយនឹងគ្រឿងយើងបងប្អូនយើងទាំងអស់គ្នាបាទខ្ញុំមានជាមួយនឹងបាទខ្ទឹមសខ្ទឹមក្រហមបាទដេងកុលក្រៃលក្រូចក៏ដូចជាបាទល្មៀតបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយយើងចាប់ផ្ដើមបាទរំលឹងវាឲ្យឡើងបាទក្លិនឈ្ងុយបន្តិចសិនចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតតពីខ្ញុំបាទរំលឹងគ្រឿងយើងបាទឡើងក្លិនឈ្ងុយល្អហើយខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងប្រហុកសម្រាប់ប្រហុកដែរបងប្អូនយើងទាំងអស់គ្នាអាចលេខលោកដាក់ទៅតាមចំណង់ចំណូលចិត្តខ្លួនឯងបានហ្នឹងហើយយើងចង់បានប្រហុករាងដិតឬមួយបាទរាងស្រាលអីហ្នឹងបងប្អូនយើងទាំងអស់គ្នាបាទលេខលោកដាក់តាមហ្នឹងទៅអត់អីទេឥឡូវនេះដែរបាទយើងចាប់ផ្ដើមបាទឆាប្រហុកក៏ដូចជាបាទគ្រឿងយើងបាទជាមួយគ្នាឲ្យឡើងបាទក្លិនឈ្ងុយបន្តិចសិនចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតតពីគ្រឿងយើងបាទឡើងក្លិនឈ្ងុយល្អហើយខ្ញុំចាប់ផ្ដើមបាទចាក់ជាមួយនឹងបាទម្ទេសឆ្អើរណាបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយតពីយើងបាទចាក់ម្ទេសឆ្អើរចូលហើយបាទយើងចាប់ផ្ដើមបាទឆាវាឲ្យឡើងបាទក្លិនឈ្ងុយបន្តិចសិននៅបន្តិចទៀតនេះដែរយើងនឹងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតឥឡូវនេះដែរបាទខ្ញុំចាប់ផ្ដើមបាទដាក់គ្រឿងចូលខ្ញុំដាក់ជាមួយនឹងទឹកត្រីតពីខ្ញុំបាទដាក់ទឹកត្រីយើងហើយបាទយើងចាប់ផ្ដើមបាទឆាវាឲ្យឡើងបាទក្លិនឈ្ងុយបន្តិចសិនហើយនៅបន្តិចទៀតនេះដែរខ្ញុំនឹងចាប់ផ្ដើមបាទចាក់ជាមួយនឹងបាទពុះគោរបស់យើងចូលសម្រាប់បាទពុះគោនេះដែរបាទខ្ញុំប្រើចំនួន2គីឡូបងប្អូនយើងទាំងអស់គ្នាហើយសម្រាប់ពុះគោនេះដែរបងប្អូនយើងទាំងអស់គ្នាបាទមុននឹងយកមកស្លបងប្អូនយើងទាំងអស់គ្នាបាទគួរតែស្ងោរវាឲ្យឆ្អិនបន្តិចសិនចាំយើងបាទចាប់ផ្ដើមបាទយកវាយកមកស្ងោរហ្នឹងហើយអញ្ចឹងសម្រាប់ពុះគោដែលយើងបាទយកទៅស្ងោរហើយម្ដងហើយពេលដែលយើងយកមកស្ងោរវាធ្វើឲ្យស្លយើងហ្នឹងបាទវាឆាប់ឆ្អិនអញ្ចឹងណាពុះគោយើងវាឆាប់ផុយល្អហ្នឹងហើយបងប្អូនយើងទាំងអស់គ្នាហ្នឹងបន្ទាប់ពីខ្ញុំបាទឆាវាបាទរៀងសព្វគ្នាបន្តិចអីហើយនៅបន្តិចទៀតនេះដែរខ្ញុំនឹងចាប់ផ្ដើមបាទចាក់ទឹកបាទដើម្បីរំងាស់សម្រាប់ទឹកដែរបងប្អូនយើងទាំងអស់គ្នាបាទអាចលេខលោកដាក់ទៅតាមចំណង់ចំណូលចិត្តខ្លួនឯងបានហ្នឹងហើយសម្រាប់បាទសាឡម្ជូរក្រាក់បងប្អូនយើងទាំងអស់គ្នាបាទចង់ប្រើទឹកឲ្យរៀងច្រើនក៏បានឬមួយបងប្អូនយើងទាំងអស់គ្នាបាទចង់ស្លលក្ខណៈថាទឹករឿងប៉ែកៗអាហ្នឹងក៏បានដែរតែសម្រាប់ខ្ញុំបាទខ្ញុំស្លបាទសាឡម្ជូរក្រាក់ពុះគោនេះបាទខ្ញុំប្រើទឹករៀងប៉ែកៗទេពុកម៉ែបងប្អូនយើងទាំងអស់គ្នាបន្ទាប់ពីបងប្អូនយើងទាំងអស់គ្នាបាទចាក់ទឹកចូលបាទរំងាស់ហើយបាទហើយឥឡូវនេះដែរបាទយើងចាប់ផ្ដើមបាទគ្របគ្របបាទដើម្បីរំងាស់វាចោលបន្តិចសិនបន្ទាប់ពីខ្ញុំបាទរំងាស់វារៀងយូរដែរហើយឃើញថាបាទទឹកសម្លយើងក៏បានពុះដែរហើយនៅបន្តិចទៀតនេះដែរយើងនឹងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតឥឡូវនេះដែរខ្ញុំចាប់ផ្ដើមបាទដាក់គ្រឿងចូលខ្ញុំដាក់ជាមួយនឹងអំបិលបន្ទាប់មកបាទខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងស្ករសបន្ទាប់មកបាទខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងប៊ីចេងចុងក្រោយនេះដែរបាទខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងបាទម្សៅស៊ុបបន្តិចទៅបងប្អូនយើងទាំងគ្នាហ្នឹងហើយយើងបាទរំងាស់វាចោលបន្តិចសិនចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងយើងចូលបន្ថែមទៀតប
បន្ទាប់ពីខ្ញុំបាទរងាស់វារៀងយូរដែរបាទខ្ញុំចាប់ផ្ដើមមកដាក់ជាមួយនឹងបាទម្ជូរអំពិលយើងចូលហើយម្ជូរអំពិលនេះដែរបាទខ្ញុំប្រើបាទម្ជូរអំពិលបាទអ៊ីសានផាស៊ុបណាបងប្អូនយើងទាំងអស់គ្នាបាទយើងចាប់ផ្ដើមមកដាក់ម្ជូរអំពិលយើងចូលមកសម្រាប់បងប្អូនយើងទាំងអស់គ្នាបាទខ្ជិលជ្រុំអំពិលអីបងប្អូនយើងទាំងអស់គ្នាបាទប្រើបាទម្ជូរអំពិលដូចខ្ញុំចឹងទៅក៏វាស្រួលមួយយ៉ាងដែរហ្នឹងហើយសម្រាប់ម្ជូរដែរបងប្អូនយើងទាំងអស់គ្នាបាទអាចលេខលោកដាក់ទៅតាមចំណង់ចំណូលចិត្តខ្លួនឯងបានហ្នឹងយើងចង់បាទដាក់រៀងជូរខ្លាំងជូរតិចអាហ្នឹងបងប្អូនយើងទាំងអស់គ្នាបាទលេខលោកដាក់តាមហ្នឹងទៅបន្ទាប់ពីយើងបាទដាក់ម្ជូរអំពិលយើងហើយបាទខ្ញុំចាប់ផ្ដើមបាទដាក់ជាមួយនឹងបាទទៅដល់គោឆៅបាទម៉ាកំប៉ុងណាបងប្អូនយើងទាំងអស់គ្នាហ្នឹងដើម្បីឲ្យសឡយើងហ្នឹងបាទវាកាន់តែមានជាតិហ្នឹងហើយសម្រាប់ដល់គោឆៅនេះដែរបងប្អូនយើងទាំងអស់គ្នាបាទចង់ដាក់ក៏បានមិនចង់ដាក់ក៏បានដែរអាហ្នឹងស៊ីសងទៅលើបងប្អូនយើងទាំងអស់គ្នាទេតែសម្រាប់ខ្ញុំបាទខ្ញុំស្លម្ជូរក្រាក់បាទពូគោខ្ញុំតែងតែប្រើបាទជាមួយនឹងទឹកដោះគោឆៅអញ្ចឹងសម្រាប់ទឹកដោះគោឆៅនេះដែរដូចខ្ញុំនិយាយអញ្ចឹងបងប្អូនយើងទាំងអស់គ្នាបាទចង់ដាក់ក៏បានមិនដាក់ក៏បានដែរហ្នឹងហើយបន្ទាប់ពីបាទសម្លយើងបាទពុះម្ដងទៀតហើយបាទខ្ញុំចាប់ផ្ដើមបាទជាមួយបាទបន្លែយើងចូលមកបងប្អូនយើងទាំងអស់គ្នាហើយសម្រាប់បន្លែនេះដែរបាទខ្ញុំប្រើបាទត្រប់ក៏ដូចជាបាទម្ទេសទេបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយយើងចាប់ផ្ដើមបាទរងាស់វាចោលបន្តិចសិនហើយនៅបន្តិចទៀតនេះដែរយើងនឹងចាប់ផ្ដើមបាទដាក់ជាមួយនឹងបាទម្រះព្រៅរបស់យើងចូលបន្ទាប់ពីយើងបាទរងាស់វាចោលរៀងយូរដែរឃើញថាសម្លយើងពុះហើយបាទយើងចាប់ផ្ដើមបាទចាក់ជាមួយនឹងបាទម្រះព្រៅយើងចូលមកឃើញថាបាទរបៀបបាទធ្វើនៅបាទស្លម្ជូរក្រាក់បាទពុះគោខ្ញុំក៏ចិត្តឆ្អិនហើយ 100% ដែរហើយបងប្អូនយើងទាំងអស់គ្នាក៏អាចបាទសាកធ្វើនៅបាទមុខម្ហូបបាទមួយមុខនេះហូបជាមួយនឹងគ្រួសារខ្លួនឯងបានដែរហ្នឹងហើយបើសិនជាមានបាទរសជាតិម៉េចបងប្អូនយើងទាំងអស់គ្នាបាទកុំភ្លេចបាទជួយខមមិននៅក្រោមវីដេអូនេះម្នាក់មួយផងហើយបើសិនជាបាទរបៀបបាទធ្វើនៅបាទស្លម្ជូរក្រាក់ពុះគោខ្ញុំបាទមានអីខុសឆ្គងពីបងប្អូនយើងទាំងអស់គ្នាបាទធ្វើត្រង់ណាដែលមិនសមរម្យសូមបងប្អូនយើងទាំងអស់គ្នាបាទជួយខន្តីអភ័យទោសឲ្យខ្ញុំផងក៏អរគុណច្រើនដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាស្រាប់ការចូលមកទស្សនានៅវីដេអូមួយនេះបើសិនជាការនិយាយស្ដីក៏ដូចជាបាទរបៀបបាទស្លម្ជូរក្រាក់ខ្ញុំបាទមានអីខុសឆ្គងត្រង់ណាដែលបងប្អូនយើងទាំងអស់គ្នាមើលទៅមិនសមរម្យក៏ដូចជាបាទការនិយាយស្ដីខ្ញុំបាទមានពាក្យពេចន៍ត្រង់ណាដែលវាមិនសមរម្យខ្ញុំសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នាបាទជួយខន្តីអភ័យទោសឲ្យខ្ញុំផងហើយសម្រាប់វីដេអូនេះដែរខ្ញុំក៏សូមពឹងឲ្យបងប្អូនយើងទាំងអស់គ្នាបាទកុំភ្លេចបាទជួយ follow page ក៏ដូចជាជួយ share វីដេអូនេះម្នាក់មួយផងឥឡូវនេះដែរឃើញថាបាទស្លម្ជូរក្រាក់យើងក៏បានឆ្អិនហើយ 100% ដែរពុកម៉ែបងប្អូនយើងទាំងអស់គ្នាហើយបងប្អូនយើងទាំងអស់គ្នាអាចមើលបានថាបាទពុះគោយើងវាក៏មិនតាន់នឹងផុយខ្លាំងប្រហែលដែរតែសម្រាប់ខ្ញុំក៏ខ្ញុំអត់សូវចូលចិត្តបាទហូបពុះគោរៀងផុយខ្លាំងអញ្ចឹងណាអញ្ចឹងប្រព័ន្ធហ្នឹងខ្ញុំគិតថាវាមកល្មមហ្នឹងហើយបន្ទាប់ពីបាទសម្លយើងឆ្អិនហើយបាទយើងចាប់ផ្ដើមបាទលៃលោកបាទដួសដាក់ចានមកហើយសម្រាប់បាទស្លមួយមុខនេះបងប្អូនយើងទាំងអស់គ្នាបាទបានទស្សនាវីដេអូនេះហើយបាទកុំភ្លេចបាទសាកធ្វើហូបខ្លួនឯងហ្នឹងហើយបើសិនជាមានបាទរសជាតិបែបណាបងប្អូនយើងទាំងអស់គ្នាបាទជួយបាទផ្ដល់ជាមតិក៏ដូចជាបាទយោបល់នៅក្នុងវីដេអូនេះម្នាក់មួយផងជាចុងក្រោយនេះដែរខ្ញុំបាទ Benly គោរពជម្រាបលាជួបគ្នានៅវីដេអូថ្មីទៀត